ឲ្យចិត្តដាច់មិនបានបើសាពះសុំយ៉ាងហ្នឹងនិយាយទៅដោយសារអូនធំអីអញ្ចឹងរាល់ថ្ងៃគាត់ញ៉ាំម្ហូបធម្មតាដូចយើងមនុស្សធំអញ្ចឹងណាមានឆាមានស្ងោរអញ្ចឹងទៅគាត់ថាម្ហូបដែលខ្ញុំធ្វើឲ្យគាត់ហ្នឹងប្រើគ្រឿងទេសរបស់គាត់អញ្ចឹងគាត់ញ៉ាំបានគ្រប់មុខមិនថាបន្លែមិនថាសាច់អញ្ចឹងហើយគាត់មានពេលថតវីដេអូម្ហូបរបស់គាត់ដែរតែថ្ងៃនេះគេចង់ញ៉ាំត្រីសាល់ម៉ុនបំពងស្រួយរសជាតិជូរអែមអញ្ចឹងទៅខ្ញុំក៏នឹកឃើញធ្វើជាវីដេអូជូនមកមីទាំងអស់គ្នាជាពិសេសសម្រាប់កូនដែលគាត់មានអាយុ1ខួបឡើងហើយគាត់ចូលចិត្តញ៉ាំក្រៀមក្រោះឬក៏គាត់អត់សូវចូលចិត្តញ៉ាំបបរញ៉ាំបាយមកមីទាំងអស់គ្នាមកអាចសាកជាមនុស្សនេះដូចខ្ញុំបានសម្រាប់គ្រឿងផ្សំគឺមានអត់ច្រើនទេមកមីទាំងអស់គ្នាសាល់ម៉ុនគឺខ្ញុំប្រឡាក់ជាមួយនឹងម្សៅខ្ទឹមហើយនិងម្សៅស៊ុបដោយសារអ្នកចម្អិនហ្នឹងគឺចាញ់ក្លិនសាល់ម៉ុនហ្មងគឺធំអត់បានទេអញ្ចឹងហើយត្រូវតែដាក់ម្សៅខ្ទឹមដើម្បីកាត់ឆ្អាបហើយនិងម្សៅស៊ុបដើម្បីយកជាតិឈ្ងុយបន្ទាប់មកទៀតយើងប្រឡាក់វាជាមួយនឹងម្សៅអង្ករហើយសម្រាប់ការចៀនរបស់ខ្ញុំគឺខ្ញុំចៀនឬក៏បំពងដែលប្រើប្រេងផ្កាខានូឡាវាល្អសម្រាប់សុខភាពជួយកាត់បន្ថយការកកស្ទះខ្លាញ់នៅក្នុងសរសៃឈាមបេះដូងតិចនេះក្នុងការចៀនឲ្យស្រួយគឺយើងដាក់ខ្ទះយើងឲ្យក្តៅសិនពេលដែលយើងដាក់ប្រេងចូលក៏ឲ្យវាក្តៅសិនចាំយើងដាក់សាច់ឬក៏ត្រីដែលយើងចង់ចៀនហ្នឹងដាក់ចូលហើយយើងប្រឡាក់ជាមួយនឹងម្សៅបំពងធ្វើឲ្យសាច់ត្រីរបស់យើងស្រួយល្អហើយវាអត់ជាប់ខ្ទះទេមកមីទាំងអស់គ្នាណាមួយទៀតខ្ទះហ្នឹងជាប្រភេទខ្ទះ non stick pan ជាប្រភេទខ្ទះបាតពណ៌សបាតសេរ៉ាមិចអញ្ចឹងមកមីទាំងអស់គ្នាចម្អិនបានច្រើនមុខមែនតែនទាំងឆាទាំងចៀនទាំងស្ងោរទាំងស៊ុបអីគឺអត់ជាប់ខ្ទះទេសម្រាប់កូនមកខុបឡើងមកមីទាំងអស់គ្នាអាចសាកបដូរពីការញ៉ាំបបរទៅជាការញ៉ាំបាយបែបនេះឬក៏បាយជ្រាយមានម្ហូបមានបន្លែមានសាច់មានឆាមានចៀនដូចម្ហូបយើងមនុស្សធំថងកន្លែងនេះខ្ញុំចង់បញ្ជាក់ថាមនុស្សដូចមនុស្សធំមានឆាមានចៀនមានស្ងោរទៅប៉ុន្តែមកមីទាំងអស់គ្នានៅតែបន្តប្រើគ្រឿងទេសកូនក្មេងដដែលដូចតែអូនអញ្ចឹងរាល់ថ្ងៃគឺគាត់ញ៉ាំដូចយើងឯងគាត់ថាគ្រឿងទេសខ្ញុំប្រើរបស់គាត់នៅក្នុងមនុស្សនេះខ្ញុំប្រើគ្រឿងទេសជាប្រភេទទឹកស៊ីអ៊ីវប៊ឺឬក៏ស៊ីអ៊ីវខាប់ហើយជាមួយនឹង mustard ជូរអែមរសជាតិទឹកឃ្មុំធ្វើឲ្យត្រីចៀនរបស់យើងគឺមានរសជាតិឆ្ងាញ់មែនតើហើយបើសម្រាប់ម៉ាមីខ្លះគាត់ប្រកាសជានិយាយថាបងកូនខ្ញុំតែមួយខួបហ្នឹងអត់ចេះញ៉ាំទេដុំអញ្ចឹងនៅញ៉ាំបែបរាវហើយកិនមកទៀតអញ្ចឹងថងកន្លែងនេះខ្ញុំលើកទឹកចិត្តឲ្យម៉ាមីទាំងអស់គ្នាព្យាយាមធ្វើជាអាហារដែលផ្លាស់ប្ដូរទម្រង់ពីម៉ត់មកជាគ្រើមព្រោះអីពេលដែលគាត់ញ៉ាំបានបែបគ្រើមយើងងាយស្រួលក្នុងការច្នៃមនុស្សឲ្យគាត់សម្រាប់មួយរយៈនេះគឺខ្ញុំអត់សូវបានចេញវីដេអូមនុស្សម្ហូបកូនទេប៉ុន្តែសម្រាប់គ្រឿងទេសនិងអាហារូបត្ថម្ភគឺយើងនៅមានលក់ដដែលទាំងដុំទាំងរាយអរគុណច្រើន